សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតដោយតពីភាគមុនហ្នឹងគឺអ្នកស្រីអេសាគាត់បានបង្ហើបថាគាត់ហ្នឹងតែងតែលួចសង្កេតទៅមើលមីសាដើម្បីសង្កេតមើលអាកប្បកិរិយារបស់មីសាហ្នឹងនៅពេលដែលមីសាអត់ដឹងខ្លួនបន្ទាប់មកអ្នកស្រីអេសាគាត់ក៏ងាកមកនិយាយជាមួយនឹងមីសាគាត់ថាមីសាឥឡូវហ្នឹងគឺដល់ពេលហើយឯងត្រូវបានស្ដេចបំផ្លាញជីវិតរបស់ឯងតាំងពីឯងនៅតូចហើយទោះបីជាឥឡូវនេះឯងបានចាក់ចេញពីកន្លែងដ៏អាក្រក់នោះក៏ដោយក៏ឯងនេះត្រូវតែរស់នៅក្រោមរបាំងមុខមិនអាចធ្វើអីជាខ្លួនឯងបានរឿងទាំងអស់ហ្នឹងមិនបានធ្វើឲ្យឯងខឹងទេឬក៏ឯងនឹងអត់មានអារម្មណ៍ថាវាអយុត្តិធម៌ទោះបីជាអ្នកស្រីអេសានិយាយចឹងក៏ដោយក៏មីសាហ្នឹងនៅតែព្យាយាមសម្ដែងញញឹមដាក់គាត់ពេលនោះអ្នកស្រីអេសាហ្នឹងក៏ថាគាត់មិនដឹងទេថាមីសាហ្នឹងរងទុក្ខវេទនាយ៉ាងណាប៉ុន្មានឆ្នាំកន្លងមកហ្នឹងហើយគាត់ហ្នឹងក៏ចូលទៅអោបលួងលោមមីសាដោយនិយាយថាគាត់មិនដែលនឹងហ៊ានថាខ្លួនគាត់នឹងយល់ពីជីវិតដែលមីសានឹងធ្លាប់រស់នៅទេប៉ុន្តែមីសាបើសិនជាឯងនឹងនៅតែព្យាយាមរត់គេចឯងនឹងមិនអាចការពារអ្វីបានគ្រប់យ៉ាងមិនសូម្បីតែខ្លួនឯងឬក៏មនុស្សដែលឯងនឹងខ្វាយខ្វល់បើសិនជាខ្ញុំមានភាពក្លាហានសូម្បីតែម្ដងជាច្រើនឆ្នាំនោះអញ្ចឹងហើយកុំធ្វើកំហុសដូចជាខ្ញុំមីសានៅពេលដែលឯងបាត់បង់អ្វីគ្រប់យ៉ាងហើយពីហួសពេលសូម្បីតែឯងនឹងស្ដាយក្រោយដូច្នោះហើយឯងគ្មានហេតុផលអីទៀតទេដែលត្រូវជាប់ពាក់ព័ន្ធជាមួយនឹងបឺមីលឯងអាចដោះលែងខ្លួនឯងបានចេញពីបឺមីលហើយការពិតពេលខ្លះឯងប្រកាសជាមានអារម្មណ៍ថាភ័យខ្លាចនិងមិនច្បាស់លាស់ហើយឯងក៏ស្រាប់តែចង់បោះបង់វាចោលបើសិនជាពេលនោះឯងមានអារម្មណ៍បែបហ្នឹងត្រូវតែចាំថាមិនថាឯងជានរណាទេគ្រួសារក្លិតនេះនឹងនៅក្បែរឯងរហូតដល់ទីបញ្ចប់ពួកយើងនឹងធ្វើជាសម្ព័ន្ធមិត្តនឹងគ្នាជារៀងរហូតពួកយើងនឹងធ្វើជាកន្លែងដែលឯងមានភាពកក់ក្ដៅជានិច្ចអញ្ចឹងហើយមីសាខ្ញុំសូមអង្វរព្យាយាមប្រមូលផ្ដុំកម្លាំងចិត្តត្រូវតែក្លាហានឡើងហើយពេលនោះហើយដែលមីសាហ្នឹងគាត់ដាច់ចិត្តបង្ហើបសម្លេងរបស់គាត់ទៅកាន់អ្នកស្រីអេសាថាអ្នកស្រីក្លិតនេះខ្ញុំក៏ចង់គេចផុតពីបឺមីលដែរហើយខ្ញុំចង់ការពារមនុស្សគ្រប់គ្នាខ្ញុំចង់ការពារគ្រួសារក្លិតនេះមួយនេះទោះបីជាខ្ញុំនឹងមិនដឹងថាខ្ញុំនឹងអាចធ្វើអ្វីបានខ្លះក៏ដោយប៉ុន្តែខ្ញុំនៅតែចង់ព្យាយាមធ្វើវាពេលហ្នឹងហើយអ្នកស្រីអេសាហ្នឹងគាត់ក៏និយាយទាំងសប្បាយចិត្តទៅវិញថាគាត់នេះខំតែភ័យពេលដែលឮថាបំពង់កមីសាហ្នឹងមិនសូវល្អប៉ុន្តែគាត់ហ្នឹងក៏សប្បាយចិត្តខ្លាំងដែរនៅពេលដែលបានឮសំឡេងដ៏ពីរោះរបស់មីសាហើយគាត់ហ្នឹងក៏បានទូន្មានមីសាថាកម្លាំងកាយរបស់យើងហ្នឹងមិនមែនជារឿងតែមួយដែលយើងអាចការពារនរណាម្នាក់បានទេពេលខ្លះសូម្បីតែចំណេះដឹងរបស់មនុស្សម្នាក់ហ្នឹងក៏អាចជួយដល់មនុស្សជាច្រើនអ្នកហើយមីសាគាត់ដាក់ខ្លួនណាគាត់ថាគាត់ហ្នឹងមិនទាន់ជាចេះស្អីទេតែអ្នកស្រីអេសាគាត់ថាគាត់នឹងព្យាយាមបង្ហាត់បង្រៀនមីសាតាមដែលអាចធ្វើទៅបានមីសាលឺហើយគាត់ក៏ថាគាត់នឹងក៏មិនធ្វើឲ្យអ្នកស្រីអេសានឹងខកបំណងដែរមីសានឹងក៏បង្ហើបថាគាត់នឹងក៏ដឹងរឿងខ្លះៗដែរដែលសារតែមីសានឹងតែងតែអានឯកសារលើតុរបស់អេរិចហើយពេលហ្នឹងមីសាគាត់ក៏បានសុំឲ្យអ្នកស្រីអេសានឹងបង្រៀនភាសាកាយវិការសម្ងាត់របស់គ្រួសារក្លិតនេះនឹងដូចគ្នាពេលនោះអ្នកស្រីអេសារៀងភ្ញាក់ដែរមីសាហ្នឹងក៏បកស្រាយភ្លាមថាតាមពិតទៅគាត់ក៏ចង់រៀនពីចេឡាដែរប៉ុន្តែចេឡាហ្នឹងត្រឹមតែជាគ្រូពេទ្យទេអត់សូវជាដឹងភាសាកាយវិការហ្នឹងច្រើនហើយហេតុផលដែលមីសាចង់រៀនហ្នឹងគឺចង់ surprise អេរិចហើយអ្នកស្រីអេសាក៏ថាអូចង់ surprise អេរិចប្រហែលជាពិបាកបន្តិចហើយព្រោះអេរិចហ្នឹងគឺអត់សូវចេះបង្ហាញទឹកមុខច្រើនទេសាច់រឿងយើងគេក៏កាត់មកពី3ថ្ងៃបន្ទាប់ទៀតជាពេលដែលអេរិចហ្នឹងបានត្រឡប់មកវិញហើយគ្រាន់តែមកដល់ភ្លាមរឿងដែលអេរិចសួររើមុនគេគឺរកប្រពន្ធខ្លួនហើយអ្នកបម្រើហ្នឹងក៏រាយការណ៍ទៅថាមីសាហ្នឹងកំពុងតែមុជទឹកជាមួយនឹងចេឡាគ្រាន់តែលើមុជទឹកក៏សួរថាមុជទឹកធ្វើអីមេការផ្ទះហ្នឹងក៏រាយការណ៍ទៅប្រហែលជាអ្នកនាងម្ចាស់ពេលហូបអីហ្នឹងក៏ពុកអាហារលើខ្លួនអេរិចក៏សួរដេញដោលបន្តថាសុខភាពនាងមិនដែរពេលដែលគាត់អត់នៅមេការផ្ទះហ្នឹងក៏ប្រាប់ទៅថាអូអ្នកនាងម្ចាស់ហ្នឹងគឺអត់អីទេបានជាសះស្បើយហើយអេរិចលឺហើយក៏ដកដង្ហើមធំដូចថាធូរចិត្តខ្លាំងលឺថាប្រពន្ធខ្លួនហ្នឹងអត់អីតែក៏ឆ្លៀតផ្ដាំអ្នកបម្រើដែរប្រាប់ផងពេលដែលមីសាហ្នឹងមុជទឹកហើយអេរិចហ្នឹងបន្ទាប់មកគាត់ក៏មកនិយាយគ្នាជាមួយនឹងអ្នកស្រីអេសាដោយនិយាយគ្នាតាក់ទងទៅនឹងខោនឡាវីយ៉ាតដោយអ្នកស្រីអេសាហ្នឹងជឿថាលោកម្នាក់ហ្នឹងហើយគឺជាមេដឹកនាំនៃពួកបច្ឆិមនិយមមានន័យថានៅកណ្ដាលអត់តូទុនទៅខាងស្ដេចឬក៏ទៅខាងណាទេហើយអ្នកស្រីហ្នឹងក៏បានលើកឡើងទៀតថាកូនប្រុសរបស់លោកឡាវីយ៉ាតហ្នឹងគឺចិត្តជាប់ពាក្យហើយអញ្ចឹងហើយនឹងមានការជួបជុំរវាងអភិជនទាំងអស់ហ្នឹងហើយក្រុមពួកបច្ឆិមនិយមហ្នឹងក៏នឹងមកចូលរួមច្រើនដែរហើយនេះក៏ជាសំណាងមួយដែរដោយសារតែអភិជនទាំងអស់ហ្នឹងមុននឹងក្រោយនឹងមានការជួបជុំគ្នាម្ដងម្នាក់ប៉ុន្តែឥឡូវហ្នឹងគឺមកជុំគ្នានៅកន្លែងតែមួយតែម្ដងអេរិចហ្នឹងគាត់ក៏តបថាគាត់នឹងព្យាយាមចងចាំរឿងមួយហ្នឹងហ
ហើយអ្នកស្រីអេសាគាត់ក៏សួរនាំទៅតាក់ទងនឹងការដែលទៅជួបគ្នាជាមួយនឹងអុកញ៉ាហាកែហ្នឹងអេរិចហ្នឹងថាប្រហែលជាមិនងាយស្រួលទេដោយសារតែលោកអុកញ៉ាហ្នឹងមើលទៅដូចជាអស់កម្លាំងចិត្តនឹងរស់នៅហើយមើលទៅសុខភាពរបស់គាត់ហ្នឹងក៏ត្រូវការព្យាបាលដែរម៉ែកូនគេនិយាយគ្នាសុកហ្នឹងអាតាកាចាស់មកក្រៅក៏ចូលមកសួរថាពីអ្នកម៉ែកូនឯងហ្នឹងលួចធ្វើអីនៅពីក្រោយខ្នងខ្ញុំហ្នឹងពីអ្នកម៉ែកូនឯងនិយាយខ្សុកសៀវតែពីរអ្នកហ្នឹងទេកុំប្រាប់ថាម៉ែកូនពីរអ្នកហ្នឹងរៀបចំគម្រោងទាត់យើងចេញពីប្រទេសហ្នឹងអ្នកស្រីអេសាក៏និយាយឌឺទៅវិញថាអូលោកម្ចាស់សុកមិនក៏ឆ្ងល់អញ្ចឹងព្រោះតែលោកម្ចាស់កាលពីមុនដូចជាមិនដែលទៅខ្វល់ខ្វាយរឿងគ្រួសារនេះផងហើយមករយៈមុនលោកម្ចាស់ឡៃតែរវល់រឿងនៅខាងក្រៅនោះមិនដឹងផងថានៅខាងក្នុងផ្ទះហ្នឹងគេធ្វើអីខ្លះតាមកក្រៅតនលឺចាំព្រាមថាអូយមិនក៏ទៅលើករឿងហ្នឹងមកនិយាយចឹងក្រែងគាត់ហ្នឹងបានសន្យាឲ្យតាថាជប់ធ្វើរឿងចឹងទៀតហើយរឿងដែលថាទៅលួចមានស្រីក្រៅអីហ្នឹងអ្នកស្រីអេសាថាមិនដល់សន្យាដល់ស្បត់អីទេមិនទេហើយពេលហ្នឹងលោកមេការផ្ទះហ្នឹងក៏មកសឹកប្រាប់អេរិចថាអ្នកនាងម្ចាស់ឥឡូវហ្នឹងគឺមុជទឹកហើយអេរិចគ្រាន់តែលឺហ្នឹងថាគាត់ទៅភ្លាមគាត់ហ្នឹងក៏លាពុកម្ដាយគាត់ចេញទៅសិនហើយឲ្យម៉ាក់ប៉ាងឆ្លោះគ្នាសិនទៅអេរិចមកដល់បន្ទប់ភ្លាមបើកទ្វារដើររកមីសាប៉ុន្តែអត់ឃើញមីសាលីងអេរិចក៏ចាប់ដើមរត់ឆ្លេឆ្លាដោយកូនវិញម៉ែទេដើររកប្រពន្ធនៅផ្ទះខ្លួនឯងតែដើររកមីសាអត់ចង់ឃើញទៅដល់បន្ទប់អ្នកបម្រើក៏អត់ឃើញទៅជាក្រានបាយក៏អត់ឃើញអេរិចនេះក៏មករកនៅសួនច្បារកន្លែងដែលមីសាហ្នឹងចូលចិត្តកាយដីពេលមកហ្នឹងក៏ជួបជាមួយនឹង Amber ស្រែកទៅអីមិនក៏មិនប្រាប់ខ្ញុំថាមកអញ្ចឹងហើយ Amber រត់មកភ្លាមហ្នឹងគឺរត់ទៅតោងកអេរិចថាអេរិចហើយអេរិចចឹងគឺខ្ពើមុខ Amber ខ្លាំងមែនតើគាត់គិតក្នុងចិត្តថា Amber ហ្នឹងគឺជាមនុស្សចុងក្រោយដែលគាត់ចង់ឃើញមុខ Amber ហ្នឹងក៏មកទីងបតោងអេរិចយំផងអីផងនិយាយថាអេរិចឯងដឹងអីទៅអីថារឿងហ្នឹងគ្រាន់តែជាការយល់ច្រឡំទេត្រូវអត់ហើយអេរិចក៏តាមអត់ទាន់គាត់ថាអីគេ Amber ហ្នឹងគាត់ថាគាត់ហ្នឹងអត់មានដឹងទេថាអ្នកជំងឺហ្នឹងគឺជានរណាគេគាត់ហ្នឹងចេះតែនិយាយទៅគាត់អត់បានគិតទេពេលហ្នឹងតាមពិតទៅគឺចង់សម្ដៅទៅលើរឿងដែល Amber ទៅនិយាយឲ្យចេឡារកវាយផ្អើលពេទ្យម្ដងហ្នឹងហើយ Amber ហ្នឹងគឺមកសុំការលើកលែងពីអេរិចកុំឲ្យអេរិចហ្នឹងគិតខុសមកលើខ្លួននិយាយទៅខ្លាចអេរិចឡើងញ័រហ្មងហើយអាគេដើររកប្រពន្ធគេអត់ឃើញហើយមកបន្ទិញបន្ទង់ទៀតនេះអេរិចហ្នឹងក៏ថាគាត់អត់ដឹងទេថា Amber ហ្នឹងនិយាយពីអីប៉ុន្តែយើងអាចនិយាយគ្នាពេលក្រោយបានអត់តែ Amber ហ្នឹងថាអត់ទេជប់សិនអត់ទេឥឡូវអេរិចឯងនិយាយសិនមកថារឿងហ្នឹងគ្រាន់តែជាការយល់ច្រឡំទេវាអត់ដូចអីដែលឯងគិតទេនិយាយទៅគឺអត់ព្រមដោះលែងអេរិចយកហ្មងអេរិចហ្នឹងថាអូយឯងវាថាយ៉ែងហើយពេលហ្នឹងកងសេនាម្នាក់ហ្នឹងក៏ស្រែកថាលោកមេបញ្ជាការមានរឿងកើតឡើងហើយត្រូវឲ្យលោកម្ចាស់ហ្នឹងទៅដោះស្រាយជាបន្ទាន់ហើយមករឿងមួយអត់ទាន់ដោះស្រាយចេញផងរឿងមួយទៀតធ្លាក់មកអេរិចនេះគ្រាន់តែដល់ផ្ទះភ្លាមគឺស្វាយមុខយកហ្មងមានអាអ្នកបន្ទិញបន្ទង់មានអាអ្នកអីផងអូយហើយទៅនាំតែអេរិចហ្នឹងដោះស្រាយបញ្ហាការងារគាត់អស់ហ្នឹងល្ងាចបាត់មកដល់អស់កម្លាំងរលីងតែនៅតែគិតក្នុងចិត្តថាអូយមីសាប្រហែលជាមកនៅក្នុងបន្ទប់នាងវិញហើយស្រាប់តែពេលហ្នឹងចេឡាយើងក៏ហៅលោកម្ចាស់ហើយពេលហ្នឹងយើងក៏ឃើញថាមីសាហ្នឹងកំពុងតែឈរជាមួយនឹងចេឡាហើយអេរិចហ្នឹងគ្រាន់តែឃើញប្រពន្ធខ្លួនឯអូយមនុស្សដើររមកព្រឹកហើយនេះឡើងរំភើបហ្មងស្រាប់តែពេលហ្នឹងមីសាហ្នឹងក៏ចាប់ផ្ដើមធ្វើកាយវិការដៃហើយកាយវិការហ្នឹងគាត់ចង់និយាយថាអេរិចស្វាគមន៍ដែលត្រឡប់មកវិញ I miss you អូននឹកបងប្តីប្រពន្ធគេបន្ទាប់ពីជួបគ្នាហើយគេក៏មកនិយាយគ្នានៅខាងក្រៅតែអេរិចហ្នឹងទើបតែដឹងថាម្ដាយរបស់គាត់ហ្នឹងបានបង្រៀនភាសាកាយវិការហ្នឹងទៅកាន់មីសាហើយមីសាក៏បានអួតអេរិចថាអ្នកស្រីអេសាហ្នឹងក៏បានសរសើរនាងដែរថាជាមនុស្សដែលរៀនឆាប់ចេះហើយគាត់បង្រៀនខ្ញុំមិនត្រឹមតែភាសាកាយវិការមួយមុខទេគាត់ហ្នឹងក៏បានបង្រៀនខ្ញុំតាក់ទងទៅនឹងការរៀបចំអាណាចក្រមួយទាំងមូលហ្នឹងនិងរចនាសម្ព័ន្ធផ្សេងហើយគាត់ហ្នឹងក៏បានប្រាប់ខ្ញុំដែរថាខ្ញុំហ្នឹងត្រូវតែចេះមើលទៅលើចិត្តមនុស្សបើសិនជាខ្ញុំហ្នឹងចង់បានសម្ព័ន្ធមិត្តបន្ថែមទៀតដែលគាត់ហ្នឹងបាននិយាយថាមនុស្សម្នាក់គឺមានអត្តចរិតលក្ខណៈហ្នឹងខុសគ្នាអញ្ចឹងហើយយើងត្រូវការវិធីសាស្ត្រផ្សេងគ្នាដើម្បីឲ្យមនុស្សម្នាក់ហ្នឹងស្របតាមយើងហើយមើលទៅមីសាសប្បាយចិត្តមែនទែនព្រោះតែគាត់ហ្នឹងអត់ដែលបានរៀនអីប្លែកៗអញ្ចឹងទេតែពេលនោះអេរិចគាត់ក៏ឆ្ងល់គាត់ថាអត់ទេគាត់ហ្នឹងមិនមែនឆ្ងល់ថងចំណុចហ្នឹងទេតែគាត់ឆ្ងល់ថាហេតុអីបានជាម្ដាយរបស់គាត់ហ្នឹងទៅបង្រៀនមីសាតាក់ទងនឹងភាសាកាយវិការអីអស់ហ្នឹងហើយពេលហ្នឹងមីសាហ្នឹងក៏បានបកស្រាយទាំងញញឹមថាតាមពិតទៅម្ដាយរបស់អេរិចហ្នឹងគឺបានតាំងពីយូរណាស់មកហើយថាមីសាហ្នឹងអត់បានឈ្គូទេសូម្បីតែអេរិចលឺហើយក៏ភ្ញាក់ផ្អើលដែរថាម្ដាយគាត់ដឹងដែរព្រោះតែម្ដាយរបស់គាត់អត់ដែលបង្ហាញទេថាគាត់ដឹង
មីសាគាត់ក៏ថាភ្ញាក់ផ្អើលដែរដោយសារដំបូងឡើយគាត់គិតថាប្រហែលជាអ្នកស្រីអេសាហ្នឹងគ្រាន់តែចង់តេស្តថាមីសាហ្នឹងពិតជាជាមែនអត់ប៉ុន្តែបន្ទាប់ពីខ្ញុំហ្នឹងបានស្ដាប់ឮអីដែលគាត់និយាយមកខ្ញុំក៏មានអារម្មណ៍ថាមានកម្លាំងចិត្តអេរិចហ្នឹងគាត់ឆ្ងល់ថាកម្លាំងចិត្តអីគេមីសាហ្នឹងគាត់ក៏ថាតាំងពីមុនរហូតដល់ឥឡូវរឿងតែមួយដែលគាត់ខ្វាយខ្វល់ហ្នឹងគឺការរស់រានមានជីវិតដោយធ្វើយ៉ាងណាហ្នឹងដើម្បីឲ្យស្ដេចហ្នឹងពេញចិត្តហើយដោយសារតែតាំងពីដើមរហូតដល់ឥឡូវនេះរឿងដែលមីសាតែងតែធ្វើហ្នឹងគឺជាការពារខ្លួនឯងដោយអត់បានខ្វល់ទេថារឿងអីក៏ដោយដែលកាត់ឡើងលើខ្លួនឲ្យតែខ្លួនឯងហ្នឹងនៅរស់ប៉ុន្តែឥឡូវហ្នឹងគឺវាខុសគ្នាព្រោះតែឥឡូវហ្នឹងគឺមានអ្វីជាច្រើនដែលគាត់ហ្នឹងចង់ការពារហើយដើម្បីឲ្យយើងការពារអ្វីមួយយើងត្រូវការកម្លាំងអញ្ចឹងមានន័យថាខ្ញុំហ្នឹងគឺអត់អាចអោបដៃឈរមើលបានទៀតទេអេរិចគ្រាន់តែឃើញមីសានិយាយពាក្យទាំងអស់ហ្នឹងមកភ្លាមអេរិចក៏និយាយថាអរគុណមីសាអរគុណដែលអូនហ្នឹងតែងតែព្យាយាមហើយឲ្យបងសុំទោសដែលបងហ្នឹងធ្វើមិនល្អដាក់អូនកាលពីលើកមុនបងគួរតែព្យាយាមយល់ពីអូនហើយពេលហ្នឹងមីសាហ្នឹងក៏មើលមុខអេរិចម៉ាក់អញ្ចឹងអេរិចហ្នឹងឈប់ស្អប់អូនហើយអេរិចក៏តបថាប្រកាសហើយបងឯណាទៅដែលទៅស្អប់អូនហើយមីសាគេឡើងញញឹមគេឡើងត្រូវរើគ្នានេះហើយមីសាហ្នឹងក៏សួរថាអេរិចបាត់ប្រហែលថ្ងៃហ្នឹងក៏ទៅណាអេរិចហ្នឹងក៏ប្រាប់ទៅថាប្រហែលថ្ងៃហ្នឹងគាត់បានទៅជួបជាមួយនឹងលោកអុកញ៉ាហាកែព្រោះតែឥឡូវពួកយើងបានសម្រេចចិត្តហើយថានឹងផ្ដួលរលំបឺមីលហើយពួកយើងហ្នឹងក៏ត្រូវរៀបចំផែនការដែរថានឹងធ្វើអីបន្ទាប់ពីយើងធ្វើវាបានសម្រេចហើយពេលហ្នឹងអេរិចហ្នឹងក៏សម្រេចចិត្តសួរមីសានេះគ្រាន់តែជាការគិតទេប៉ុន្តែតើអូនហ្នឹងមានចំណាប់អារម្មណ៍នឹងក្រងរាជឬអត់កន្លែងហ្នឹងមីសាអត់ទាន់បាននិយាយទេគេហ្នឹងក៏កាត់មកដល់ឈុតមួយទៀតជាពេលដែលមីសាហ្នឹងមកអង្គុយនិយាយគ្នាជាមួយនឹងជេឡាដោយមីសាហ្នឹងបាននិយាយតាក់ទងទៅនឹងរឿងដែលអេរិចហ្នឹងបានប្រាប់ខ្លួនថាអ្នកតំណាងស្ដេចសេឡាស់ហ្នឹងគឺចង់បានមីសាជេឡាគ្រាន់តែលឺភ្លាមក៏យកដៃទះថ្ងាស់ជេតាហ្នឹងភ្លាមថាហេតុអីបានជាត្រូវជាអាតាកញ្ចាស់សម្រាមរុកចិត្តម្នាក់នឹងទៅវិញមីសាហ្នឹងក៏បន្តទៀតថាតាមពិតទៅគេចង់ប្រើប្រាស់ខ្ញុំហ្នឹងដើម្បីឲ្យខ្លួនឯងឡើងជាស្ដេចបន្ទាប់ជេឡាគ្រាន់តែលឺភ្លាមថាអញ្ចឹងសេឡាស់ម្នាក់ហ្នឹងគឺរៀបគម្រោងការក្បត់ម្ចាស់របស់ខ្លួនម្ចាស់របស់ខ្លួនហ្នឹងគឺសំដៅទៅលើស្ដេចជេឡាគ្រាន់លើភ្លាមថាអូយរឿងហ្នឹងគឺជារឿងដ៏ឆ្កួតមែនតើខ្លួនណាត្រឹមតែជាអបិជនសាមញ្ញម្នាក់ហ្នឹងចង់តែមានឱកាសធ្វើជាស្ដេចតែនិយាយដល់ប៉ុណ្្នឹងឯងខ្លួនហ្នឹងគាត់ភ្ញាក់ព្រឺថាអេរិចហ្នឹងក៏អបិជនដែរជេឡាហ្នឹងក៏កែសម្ដីភ្លាមថាអេមិនមែននិយាយចង់ថាផ្ទះក្លេបនេះហ្នឹងគឺជាគ្រួសារអបិជនសាមញ្ញទេព្រោះតែអេរិចហ្នឹងក៏រៀបការជាមួយនឹងមីសាដែរបើសិនជាមីសាហ្នឹងឡើងក្រងរាជមែនអេរិចហ្នឹងនឹងក្លាយទៅជាស្ដេចតែតាមពិតទៅមីសាហ្នឹងគឺអត់បានខ្វល់ជាមួយនឹងសម្ដីជេឡាទេមីសាហ្នឹងកំពុងតែគិតអញ្ចឹងអាការដែលគាត់តែងតែឃើញថាសេឡាស់ហ្នឹងតែងតែមកលេងម្ដាយរបស់ខ្លួនអញ្ចឹងមានន័យថាតាមពិតទៅគ្រាន់តែចង់បានមីសាទេឥឡូវតែគិតណាជេឡាហ្នឹងគាត់ទៅទាញស្មាមីសាថាទោះបីជាយ៉ាងណាក៏ដោយអាចោលរបស់យើងសេឡាស់ម្នាក់ហ្នឹងវាឈួតខ្លាំងមែនទែនទោះបីជាអ្នកនាងម្ចាស់ជាស្រីដែលស្អាតជាងគេនៅអាណាចក្រនេះក៏ដោយប៉ុន្តែអ្នកនាងម្ចាស់គឺដូចជាកូនក្មេងអញ្ចឹងហេតុអីបានជាអាមួយហ្នឹងវាហ៊ានគិតអញ្ចឹងមកលើអ្នកនាងអើយអាចុកក្អួតពេលហ្នឹងជេឡាខឹងហ្មងមីសានេះឥឡូវចាប់អារម្មណ៍សម្ដីជេឡាថាខ្លួនហ្នឹងស្អាតមីសាហ្នឹងក៏សួរថាខ្ញុំហ្នឹងស្អាតហើយខ្ញុំហ្នឹងស្អាតបែបម៉េចទៅតែពេលហ្នឹងជេឡាឥឡូវតែមួម៉ៅជេអាសេឡាអត់មានខ្វល់ទេមីសាហ្នឹងក៏និយាយថាមានតែជេឡាហើយនឹងអ្នកបម្រើឯងដែលនិយាយថាខ្ញុំស្អាតជេឡាលឺភ្លាមឡើងស្លុតចិត្តងាកទៅសួរមីសាភ្លាមអញ្ចឹងបានន័យថាលោកម្ចាស់ហ្នឹងអត់ដែរប្រាប់អ្នកនាងម្ចាស់ទេថាអ្នកនាងម្ចាស់ហ្នឹងស្អាតមីសាហ្នឹងក៏សួរទៅបកទៅវិញថាហេតុអីអ្នកដៃគូរៀបការហ្នឹងគេមិនអញ្ចឹងទេជេឡាក៏ថាអូគាត់មិនហ៊ាននិយាយថាគ្រប់គូទាំងអស់សុទ្ធតែអញ្ចឹងទេប៉ុន្តែសម្រាប់គូដែលមើលទៅត្រូវគ្នាពួកគេនឹងអាចនឹងបង្ហាញអារម្មណ៍ដាក់គ្នាទៅវិញទៅមកច្រើនហើយខ្ញុំក៏ដឹងដែរថាលោកម្ចាស់ហ្នឹងរៀងស្ពឹកតែខ្ញុំគិតថាគាត់ហ្នឹងប្រហែលជាទុនភ្លុនដាក់អ្នកនាងមីសាគាត់ក៏នឹកឃើញគាត់ថាហ្នឹងហើយអេរិចក៏ឆ្លោះប្រាប់ខ្ញុំដែរថាខ្ញុំហ្នឹងគួរឲ្យស្រឡាញ់ពេលហ្នឹងគឺជាពេលដែលខ្ញុំហ្នឹងនិយាយភាសាស្រុកអ្នកខាសិនជេឡាហ្នឹងក៏ដេញដោលសួរថាតែម្ដងហ្នឹងទេមីសាក៏អេថាហ្នឹងហើយតែម្ដងហ្នឹងជេឡាឆ្ងល់ឡើងអេះក្បាលហ្មងនេះគាត់ថាគាត់ភ្ញាក់ផ្អើលណាលឺអញ្ចឹងតែមើលទៅលោកម្ចាស់ហ្នឹងក៏ប្រហែលជាមានចរិតមើលជាមួយនឹងអ្នកនាងដែរប៉ុន្តែពេលងាកមកឃើញមុខមីសាហ្នឹងជេឡាឡើងភ័យហ្មងរបៀបថាមីសាហ្នឹងគឺមុខរបៀបរយប់ជេឡាភ័យឲ្យថាអូយអញនាំភ្លើងហើយនេះរឿងគ្រួសារគេជេឡាហ្នឹងក៏បញ្ញាបញ្ញាបកស្រាយថាអូខ្ញុំគិតថាប្រហែលជាលោកម្ចាស់ហ្នឹងគាត់អៀនហើយអ្នកនាងម្ចាស់ដឹងហើយទៅថាលោកម្ចាស់ខ្វល់ពីអ្នកនាងម្ចាស់ខ្លាំងអញ្ចឹងហើយកុំគិតអាពាក្យសម្ដីខ្ញុំនិយាយមិញហ្នឹងកុំគិតច្រើនពេកតែមើលទៅមុខមីសាទៅដឹងហើយថាមុខហ្នឹងគឺគិតច្រើនបាត់ហើយដល់កឲ្យជេឡានាំភ្លើងហ៎ជេឡាកាត់មកមើលខាងអេរិចយើងនេះវិញកងសេនាម្នាក់ហ្នឹងក៏បានយកសម្បត្តិមកឲ្យអេរិចដោយសម្បត្តិមួយហ្នឹងគឺមកពីខាងគ្រួសារគ្រីស្ពីនហើយអ្នកដែលផ្ញើមកហ្នឹងគឺជាឡាខែនជាអ្នកផ្ញើមកដោយផ្ទាល់
មើលមីសានេះវិញចេះឡាហ្នឹងខំបើកបង្អួចបើកទ្វារហើយសួរថាអ្នកនាងម្ចាស់ឥឡូវហ្នឹងមានអារម្មណ៍ថាធូរស្បើយជាងមុនអត់ហើយមើលមីសាវិញគឺដេកអែតយកហ្មងចេះឡាហ្នឹងក៏សួរថានេះមកពីខ្ញុំនិយាយអីមិញហ្នឹងមែនតាមពិតទៅគ្រាន់តែលោកម្ចាស់ហ្នឹងក៏អត់សូវចេះបង្ហាញអារម្មណ៍ទេនិយាយទៅមីសាហ្នឹងគឺងក់នឹងសម្ដីចេះឡានិយាយមិញហ៎ព្រោះអេរិចហ្នឹងអត់ដែលប្រាប់មីសាទេថាមីសាហ្នឹងស្អាតចេះឡាហ្នឹងក៏ប្រឹងលួងលោមព្រោះខ្លួនឯងហ្នឹងអ្នកនាំភ្លើងចេះឡាហ្នឹងក៏ថាក្រែងអ្នកនាងម្ចាស់ដឹងហើយតើថាលោកម្ចាស់ហ្នឹងស្រឡាញ់អ្នកនាងប៉ុណ្ណាមើលតែទង្វើរបស់លោកម្ចាស់ទៅដឹងហើយមិនបារម្ភទេមីសានិយាយតែងងើថាអាហ្នឹងមិនមែនស្នេហាទេហើយមើលមុខតួស្រីងក់ងើមីសាថាអេរិចធ្វើល្អដាក់ខ្លួនហ្នឹងក៏ព្រោះតែខ្លួនហ្នឹងគឺជាសមាជិកគ្រួសារឯងចង់ថាមិនមែនក្នុងន័យស្នេហាអេរិចហ្នឹងគឺអត់ស្រឡាញ់ខ្លួនទេចេះឡាភ័យខ្លាំងថាអត់ទេមិនមែនចឹងទេមិនមែនការពិតទេខ្ញុំដឹងថាអ្នកទាំងពីរហ្នឹងងប់ងល់នឹងស្រឡាញ់គ្នាប៉ុណ្ណាក្នុងនាមជាប្តីប្រពន្ធមីសាគ្រាន់តែលើថាស្រឡាញ់ងប់ងល់ក្នុងនាមជាប្តីប្រពន្ធត្រង់ហ្នឹងមានន័យថាម៉េចចេះឡាហ្នឹងចាប់ដើមភ័យខ្លួនបដ ாய் មីសាសួរបកមកវិញចឹងតែចេះឡាតាមពិតទៅគឺគាត់ចង់និយាយតាក់ទងទៅនឹងរឿងលើក្រែហើយក៏រៀបរាប់ប្រាប់តាមនឹងទៅមីសាគ្រាន់តែយល់ភ្លាមឡើងអៀនមកសួរថាអីគេអាចវាស់វែងទំហំក្តីស្រឡាញ់រវាងគូស្នេហាហ្នឹងតាមរយៈការរួមមេត្រីអានេះចង់និយាយថាបើគេស្រឡាញ់គ្នាខ្លាំងចឹងវាអាចនឹងញឹកអីចឹងទៅយល់អើយហត់ពេលនោះចេះឡាថាអូអ្នកនាងម្ចាស់កុំនិយាយលឺពេកប្រយ័ត្នអ្នកខាងក្រៅគេលឺបន្ថយសលេងតិចមកហើយអាហ្នឹងក៏មិនមែនជាវិធីសាស្ត្រតែមួយដែលគេប្រើប្រាស់ដើម្បីស្ទាបស្ទង់ក្តីស្រឡាញ់ដែរតែពេលនោះមីសាហ្នឹងគឺអាលេងកលងរយំអើយមីសាថាប៉ុន្តែមករយៈហ្នឹងអេរិចហ្នឹងអត់សូវប៉ះខ្លួនទេសូម្បីតែពេលដែលសម្រេចការរៀបការមួយហ្នឹងក៏មីសាហ្នឹងជាអ្នកអង្វរអេរិចដែរហើយអង្វរអេរិចហ្នឹងគឺយូរមែនតើតំណតែអេរិចហ្នឹងព្រមហើយអេរិចឥឡូវហ្នឹងក៏អត់ដែរថើបខ្លួនដែរបើមានការថើបតតែមីសាហ្នឹងជាអ្នកទៅថើបអេរិចមុនមីសាចាប់ដើមបែកញើសច្រោកណាថាអេរិចលែងស្រឡាញ់ខ្លួនណាចេឡាហ្នឹងក៏ភ័យមីស្ទ័រដែរអាអ្នកនាំភ្លើងហ្នឹងក៏និយាយលួងលោមថាអត់អីទេវាអត់អីទេប្រហែលជាលោកម្ចាស់ហ្នឹងគ្រាន់តែចង់ប្រុងប្រយ័ត្នជាមួយអ្នកនាងម្ចាស់ទេដោយសារតែមានរឿងជាច្រើនបានកើតឡើងហើយតើតើទៅនឹងសុខភាពរបស់អ្នកនាងម្ចាស់ហ្នឹងក៏មិនទាន់ជាស្រួលបួនដែរដូចតែដឹងហើយត្រូវថ្នាំពុលគេមករយៈមុនចេឡាហ្នឹងក៏បានសិក្សាស្វែងយល់តើតើទៅនឹងថ្នាំដែលគេបំពុលមីសាហ្នឹងដែរឃើញថាវាមានអត្រាដែលថាមានថ្នាំជាច្រើនហ្នឹងបានបូកបញ្ចូលគ្នាហើយចេឡាហ្នឹងក៏បារម្ភដែរថាមីសាហ្នឹងអាចនឹងមានផលប៉ះពាល់អីផ្សេងទៀតតែកំឡុងពេលឥឡូវហ្នឹងវាអត់ទាន់បង្ហាញហើយពេលនោះមីសាហ្នឹងក៏ចាប់ផ្ដើមអេះដៃចេឡាហ្នឹងក៏ថាដៃរបស់អ្នកនាងម្ចាស់មានអារម្មណ៍ថាក្តៅហើយរមាស់ត្រូវអត់មីសាហ្នឹងក៏ងក់ក្បាលចេឡាហ្នឹងនិយាយថាអូអាហ្នឹងគឺជាសញ្ញាណល្អហើយមានន័យថាជាតិពុលហ្នឹងកំពុងតែចេញពីរាងកាយរបស់អ្នកនាងហើយមិនដែរក្បាលហ្នឹងនៅឈឺអត់មីសាថាអត់អីទេចេឡាថាឥឡូវហ្នឹងគឺអ្នកនាងម្ចាស់ហ្នឹងលែងក្តៅខ្លួនហើយសូម្បីតែស្នាមពណ៌ស្វាយនៅលើខ្លួនហ្នឹងក៏ចាប់ផ្ដើមបាត់អស់ដែរខ្ញុំមានតែសង្ឃឹមថាអ្នកនាងម្ចាស់ហ្នឹងនឹងឆាប់ជាសះស្បើយទេហើយមីសានរនឹកឃើញទៅដល់ទឹកមុខអេរិចនៅពេលដែលមីសាហ្នឹងសន្លប់ជាច្រើនថ្ងៃហ្នឹងថាអេរិចហ្នឹងបារម្ភពីមីសាខ្លាំងមែនតើមីសាហ្នឹងក៏សួរចេឡាថាបើសិនជាយើងលាយថ្នាំជាច្រើនប្រភេទចូលគ្នាអញ្ចឹងមានន័យថាធ្វើឲ្យចេឡាហ្នឹងពិបាករកថ្នាំព្យាបាលត្រូវអត់ចេឡាថាហ្នឹងហើយចេឡាគាត់និយាយថាទោះបីជាអ្នកនាងម្ចាស់ហ្នឹងមានជំងឺច្រើនក៏ដោយប៉ុន្តែគ្រូពេទ្យនឹងអាចតែប្រើថ្នាំមួយប្រភេទទេដើម្បីព្យាបាលមួយមុខក្នុងពេលតែមួយមីសាគាត់ទៅលើខ្ញុំគាត់ពិបាកចិត្តហ្មងគាត់ថាចោះថ្នាំដែលគាត់តែងតែលេបតាំងពីមុនរហូតដល់ឥឡូវហ្នឹងមីសាហ្នឹងក៏បង្ហើបការពិតទៀតថាតាមតែគាត់ចាំគាត់ហ្នឹងជារឿយតែងតែត្រូវបានណាមេរីហ្នឹងបញ្ច្រកថ្នាំប្លែកពេលខ្លះថ្នាំទាំងអស់ហ្នឹងធ្វើឲ្យមីសាហ្នឹងហូរឈាមច្រមុះរហូតដល់សន្លប់ក៏មានដែរហើយពេលខ្លះទៀតហ្នឹងក៏ធ្វើឲ្យពោះរបស់មីសាហ្នឹងចុកខ្លាំងមែនទែនហើយសូម្បីតែមុនកម្មវិធីរៀបការហ្នឹងគាត់នឹងត្រូវបានគេបញ្ច្រកថ្នាំសណ្ដំហ្នឹង2ដបធំបន្ទាប់ពីនោះគាត់ត្រូវបានសន្លប់រយៈពេល2ថ្ងៃចេឡាគ្រាន់តែលឺភ្លាមប្រតិកម្មថាជប់សិន2ដបធំគេឲ្យអ្នកនាងម្ចាស់ហ្នឹងលេបថ្នាំសណ្ដំ2ដបធំមីសាហ្នឹងក៏ងក់ក្បាលចេឡាស្លុតខ្លាំងគាត់ថាចំនួនប៉ុណ្ណឹងអាចសណ្ដំសេះមួយគ្រាន់តែលឺហើយហ្នឹងគឺចេឡាទឹកភ្នែកអាលីងអាឡូហ្មងអាណិតអ្នកនាងម្ចាស់ខ្លួនឯងមែនតើក៏ទៅអោបមីសាទាំងយំតែមីសាថាអត់អីទេរឿងដែលសំខាន់បំផុតហ្នឹងគឺខ្ញុំមានភាពក្លាហានដែលធ្វើឲ្យខ្ញុំហ្នឹងអាចរស់រានមានជីវិតរហូតដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងហើយចេឡាឯងមិនបាច់មានអារម្មណ៍ថាអាណិតមកកាន់ខ្ញុំទេអញ្ចឹងហើយកុំយំអីកាត់មកមើលខាងអេរិចនេះវិញដោយពេលហ្នឹងយើងក៏ឃើញមានតួអង្គម្នាក់ទៀតហ្នឹងគាត់បានណែនាំខ្លួនថាខ្ញុំឈ្មោះថា Tobin គឺជាអនុប្រធានកងអង្គរៈរបស់គ្រួសារ Crispin ហើយខ្ញុំក៏សូមអភ័យទោសដែរចំពោះការមកជួបមិនសមរម្យការពីលើកមុននិយាយទៅការពីលើកមុនហ្នឹង Tobin ហ្នឹងក៏បានមកជាមួយនឹង Laken ដែរហើយមកហ្នឹងគឺមកទាំងគេអត់អញ្ជើញអញ្ចឹងហើយវារៀងមិនសូវជាសមគួរ
អេរិចគាត់ថាគាត់បានទទួលសម្បត្តិមួយហ្នឹងហើយពេលហ្នឹងអេរិចរឿងឆ្ងល់ដែរដោយសារតែគ្រួសារ Crispin ហ្នឹងអត់បានបញ្ជូនសាច់ញាតិរបស់ខ្លួនទេតែបែរជាបញ្ជូនអនុប្រធានកងអង្គរៈទៅវិញធូបហ្នឹងគាត់ក៏និយាយថាជាដំបូងពួកយើងហ្នឹងនឹងផ្ដល់ឲ្យអ្នកនៅដុំមាសស្មើនឹងចំនួនលុយ 100000 កាក់មាសហើយនឹងកិច្ចសន្យាដែលអនុញ្ញាតឲ្យលោកម្ចាស់ហ្នឹងប្រើប្រាស់កំពង់ផែនារយៈពេល50ឆ្នាំឥតគិតថ្លៃអេរិចតាមគាត់ប្រមាណមើលទៅគាត់ថាឡាខេន Crispin ហ្នឹងប្រហែលជាខ្លាចទៅជាមនុស្សតែម្នាក់នៅក្នុងគ្រួសារដែលកាន់កាប់អំណាចហើយឥឡូវហ្នឹងអេរិចគាត់ក៏ថាប៉ុន្តែបានតែ100000 កាក់មាសទេបើទៅតាមការសន្យានោះគឺ50000 កាក់មាសខ្ញុំហ្នឹងបារម្ភតែគ្រួសារ Crispin ហ្នឹងចង់កិច្ចវេះតាក់ទងទៅនឹងថ្លៃសំណងទាំងអស់ហ្នឹងតែធូបហ្នឹងក៏បកកាយពីលៀមថាអត់ទេលោកម្ចាស់មិនមែនអញ្ចឹងទេចំនួនលេខតិចតួចបែបនេះដោយសារតែពួកយើងហ្នឹងមិនបានរៀបចំខ្លួនទុកជាមុនទេអញ្ចឹងហើយខ្ញុំចង់សុំឲ្យលោកម្ចាស់ហ្នឹងចាំប្រមូលលុយហ្នឹងនៅឆ្នាំក្រោយពេលនោះអេរិកក៏ថាប៉ុន្តែខ្ញុំគិតថាសម្បត្តិត្រឹមតែជាអនុប្រធានកងសេនាម្នាក់សោះបែរជាដឹងតាក់ទងទៅនឹងរឿងហិរញ្ញវត្ថុរបស់គ្រួសារ Crispin ពេលនោះ Tobet ថាអូតាមពិតទៅលោកហែដែលត្រូវជាក្មួយប្រុសនោះគឺជាអ្នកដែលត្រូវមកទេប៉ុន្តែខ្ញុំហ្នឹងក៏ត្រូវបានជ្រើសរើសឲ្យមកតំណាងគ្រួសារវិញតាមដោយអ្នកនាងឡាខែហ្នឹងជាអ្នកចាត់ចែងដើម្បីឲ្យខ្ញុំហ្នឹងនាំនៅសារសម្ងាត់មួយមកកាន់លោកម្ចាស់អេរិចហ្នឹងគាត់ថាសារសម្ងាត់អីគេ Tobet ហ្នឹងគាត់ក៏ថាគឺអ្នកនាងឡាខែហ្នឹងគាត់ចង់និយាយសម្រុះសម្រួលជាមួយនឹងលោកម្ចាស់បើសិនជាលោកម្ចាស់ហ្នឹងអាចកាត់បន្ថយនៅសំណងដែលលោកម្ចាស់ហ្នឹងទាមទារពីខាងយើងពួកយើងនឹងស្ម័គ្រចិត្តធ្វើអ្វីគ្រប់យ៉ាងដែលលោកម្ចាស់ហ្នឹងត្រូវការទោះបីជាលោកម្ចាស់ហ្នឹងចង់បានអ្នកនាងឡាខែនក៏ដោយអេរិចគាត់ទៅលើភ្លាមគាត់ថាបានហើយគាត់ឥឡូវសម្រេចថាគាត់នឹងអត់បានលើពាក្យចុងក្រោយមិញចោះទោះពេលហ្នឹងក៏បញ្ញាប់សុំទោសភ្លាមអេរិនក៏ថាមនុស្សដែលរស់នៅក្នុងភូមិគ្រឹះគ្រួសារក្លែននេះរងថ្ងៃហ្នឹងគឺគ្មានបានសម្រាប់ទេសង្គ្រាមបានចប់ហើយកងទ័ពទាំងអស់គ្នាហ្នឹងក៏បានវិលត្រឡប់មកវិញប៉ុន្តែការប្រមូលផលហ្នឹងវាតិចតួចខ្លាំងមែនទែនមានន័យថាប្រជាជននៅខាងតំបន់ពួកយើងគ្រប់គ្រងហ្នឹងគឺត្រូវប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីចិញ្ចឹមជីវិតពួកគេហ្នឹងប្រកាសជាទៅដើររកការងារនៅកន្លែងថ្មីដើម្បីរស់នៅហើយប្រភេទមនុស្សទាំងអស់នោះគឺភាគច្រើនសុទ្ធតែជាបុរសក្មេងៗអញ្ចឹងហើយតាមផែនការរបស់ខ្ញុំហ្នឹងគឺខ្ញុំសម័យថានៅកំពង់ផែនីលមួយហ្នឹងនឹងពោពេញទៅដោយបុរសក្មេងៗដែលចេញមកពីតំបន់ខាងយើងហើយដោយសារតែពួកគេហ្នឹងបានរៀនតាក់ទងទៅនឹងការប្រើប្រាស់ដាវអញ្ចឹងហើយខ្ញុំនឹងចង់ឲ្យពួកគេហ្នឹងមានដាវជាប់ខ្លួនអាក្រោះនិងអាវុធផ្សេងទៀតទៅជាមួយនឹងពួកគេហើយបើតាមមកយើងដឹងមែនតើកំពង់ផែនីលមួយហ្នឹងគឺជាផ្លូវតែមួយដែលចិត្តមែនតើដែលយើងអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់កណ្ដាលទីក្រុងតែម្ដងហើយបើសិនជាគេរកឃើញថាមានកងទ័ពហ្នឹងជាច្រើនបានឆ្លងកាត់នៅតំបន់មួយហ្នឹងច្បាស់ជារឿងធម្មតាគឺគេត្រូវតែរាយការណ៍ទៅកាន់ស្ដេចភ្លាមពេលហ្នឹងគាត់ក៏ប្រាប់ទៅអីដែលគាត់ចង់សុំគ្រូសា Crispin ហ្នឹងគឺឲ្យគ្រូសា Crispin ហ្នឹងបិទភ្នែកបិទច្រមុះនៅពេលដែលគាត់ធ្វើបែបហ្នឹងទោះបីជាមានឈ្មោះជាច្រើនហ្នឹងទៅជុំគ្នានៅតំបន់កំពង់ផែនីលក៏ដោយអានេះបើយើងនិយាយស្រួលយល់ទៅអេរិចហ្នឹងគាត់ចង់ប្រើប្រាស់ផ្លូវទឹកហ្នឹងដើម្បីជញ្ជូនទ័ពរបស់គាត់នេះដែលយើងដឹងហើយគឺចិត្តមានការច្បាំងគ្នាកើតឡើងហើយអេរិចឥឡូវហ្នឹងគឺរៀបគម្រោងផែនការដួលរលំស្ដេចអង្គហ្នឹងតែម្ដងធូបិនណាគាត់អត់មានអីបកាយទេគាត់មានតែនិយាយថាយល់ព្រមព្រោះតែគាត់និយាយឲ្យថាអីដែលអេរិចសុំហ្នឹងគឺគាត់នឹងយល់ព្រមឲ្យតែអេរិចហ្នឹងបន្ថយលុយសំណងហើយអេរិចគាត់ក៏ថានៅមានរឿងមួយទៀតគាត់ជឿថាគ្រូពេទ្យដែលនៅប្រចាំគ្រូសា Crispin ឥឡូវហ្នឹងគឺមានឈ្មោះថា Havendel កន្លែងហ្នឹងអេរិចគាត់សួររកឈ្មោះពេទ្យហ្នឹងដោយសារតែពេទ្យហ្នឹងគឺជាគ្រូរបស់ចេឡាសួររហ្នឹងប្រកាសជាមកជាបាមីសាយើងហ្នឹងហើយយើងមកងាកមើលអ្នកស្រីអេសាជាមួយនឹងតាកាចាស់ម៉ាក្រែវតាកាចាស់ម៉ាក្រែវគាត់ថាអេសាប្រាប់បងមកប្រាប់ការពិតមកម៉ារយៈហ្នឹងគឺអូនណាតែងតែចេញទៅក្រៅជួបជាមួយនឹងអភិជនផ្សេងប៉ុន្តែអូនណាអត់អាចបោកផងបានទេតើអូនហ្នឹងកំពុងតែរៀបចំផែនការអីហើយអ្នកស្រីអេសាកន្លែងហ្នឹងឡើងសន្លប់តាកាចាស់ម៉ាក្រែវហ្នឹងយកហ្មងពេលហ្នឹងតាកាចាស់ម៉ាក្រៅនោះសួរហ្មងថាហេតុអីបានជាអូននឹងនៅតែខំប្រឹងប្រែងការពារពនាងម្នាក់នោះត្រឹមជាពនាងដែលនៅក្នុងរាជវាំងគ្មានអ្នកណាឲ្យតម្លៃចាត់ទុកដូចជាសត្វតាម៉ាក្រៅហ្នឹងក៏ប្រាប់ថាកុំប្រាប់ខ្ញុំថាយើងហ្នឹងមានបំណងចង់ប្រឆាំងជាមួយនឹងស្ដេចអ្នកស្រីអេសាហ្នឹងគឺខ្នាញ់តាម៉ាក្រៅហ្នឹងខ្លាំងថាឥឡូវហ្នឹងគឺមិនហ្នឹងតាហ្នឹងចាប់ដើមស្រែកហ្មងថាអីគេធ្វើរឿងគ្រប់យ៉ាងហ្នឹងដើម្បីតែស្រីឈ្គូតម្នាក់អ្នកស្រីអេសាស្ដាប់សម្ដីតាម៉ាក្រៅហ្នឹងមួយម៉ាត់មកក្នុងចិត្តគាត់ចង់តែសម្លាប់តាហ្នឹងឯងប៉ុន្តែបើធ្វើអញ្ចឹងត្មងវាអត់ថ្លៃថ្នូរទេហើយអាតាហ្នឹងនៅតែព្យាយាមសួរថាហេតុអីបានអត់ឆ្លើយសំណួរគាត់មិនអីដែលគាត់និយាយទាំងអស់ហ្នឹងជាការពិតមែនហើយអ្នកស្រីនៅតែគិតក្នុងចិត្តថាបើសិនជាគាត់សម្លាប់ប្តីគាត់មែនណាមនុស្សគ្រប់គ្នាហ្នឹងនឹងសង្ស័យគាត់នឹងចាប់បានថាគាត់ហ្នឹងសម្លាប់ប្តីគាត់ហ្មងអញ្ចឹងហើយអាគម្រោងការដែលអេរិចហ្នឹងនឹងឡើងស្នងតំណែងពីឪពុករបស់ខ្លួនហ្នឹងអាចនឹងត្រូវបានមនុស្សគ្រប់គ្នាហ្នឹងសង្ស័យថា
សម្រាប់ឪពុកខ្លួនឯងដើម្បីយកតំណែងនឹងអញ្ចឹងហើយមានតែទប់ចិត្តស្នើពេលហ្នឹងអាស្រីអេសាគាត់គិតថាមិនមែនការពិតទេខ្ញុំឯណាហ្នឹងទៅសម័យថាចង់ប្រឆាំងជាមួយនឹងស្ដេចធ្វើដូចខ្ញុំហ្នឹងដែរតែធ្វើអីដែលមានគ្រោះថ្នាក់អញ្ចឹងហើយអីដែលសំខាន់ណាតើលោកម្ចាស់ចង់ញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំអត់ថ្ងៃហ្នឹងអាតាកាចាស់នេះលឺឲ្យចំមិនចេះអ្នកស្រីអេសាហ្នឹងក៏និយាយតទៀតថាបើសិនជាលោកម្ចាស់រវល់មិនអីទេអញ្ចឹងតាហ្នឹងលឺថាមែនទេមែនអញ្ចឹងទេខ្ញុំមកគ្រាន់តែរៀងភ្ញាក់ផ្អើលបន្តិចដោយសារតែយើងហ្នឹងតែងតែទៅកាន់ជើងកូនប្រុសហើយមិនសូវជាខ្វាយខ្វល់ជាមួយនឹងខ្ញុំទេចុះមិនដែរបើយើងទៅញ៉ាំអីនៅខាងក្រៅឲ្យវាខុសប្លែកម្ដងអ្នកស្រីអេសាហ្នឹងក៏ញញឹមនេះគឺ fake យកហ្មងគាត់ថាមានអីស្ដាប់ទៅល្អតើហើយតាមកក្រៅឡើងចូលបានចិត្តហ្មងចឹងហើយសម្រាប់សម្រួលមកតាហ្នឹងថាទៅញ៉ាំអីនៅក្រៅនៅកន្លែងភោជនីយដ្ឋានដែរអ្នកស្រីអេសាហ្នឹងចូលចិត្តហើយអ្នកស្រីអេសាគឺគាត់គិតថាផែនការរបស់គាត់ហ្នឹងគឺចាប់ដើមដើរទៅដោយរលូនហើយផែនការរបស់គាត់ហ្នឹងគឺប្រកាសជាសម្រាប់តាមកក្រៅហ្នឹងចោលហើយពេលដែលអេរិចហ្នឹងស្នងតំណែងបានសម្រេចហើយអាកម្មវិធីរបស់ស្ដេចហ្នឹងក៏ចិត្តមានទៀតដែរហើយពេលហ្នឹងគាត់នឹងបដិសេធការអញ្ជើញរបស់ស្ដេចដោយយកហេតុផលថាគាត់ហ្នឹងជាប់កាន់ទុកឲ្យប្តីចាអូយយាយនេះកាចខ្លាំងហ្មងចាអូយខ្ញុំសម័យចាញ់តាមកក្រៅងាប់នេះមានតែគេឲ្យខ្ញុំខឹងទៀតមកកាត់មើលក្នុងរាជវាំងនេះវិញណាពេលហ្នឹងសេឡាស់ហ្នឹងក៏មករីកាអីមួយប្រាប់ស្ដេចដោយនិយាយថាក្រាបទូលព្រះអង្គខ្ញុំបានលើពាក្យចចាមអារាមមិនល្អកំពុងតែសាយភាយនៅក្នុងទីសាធារណៈស្ដេចហ្នឹងក៏សួរថាពាក្យចចាមអារាមអីគេសេឡាស់ហ្នឹងក៏ថាក្រាបទូលព្រះអង្គមករយៈហ្នឹងការផ្គត់ផ្គង់ចំណីអាហារហ្នឹងគឺចាប់ដើមខ្សត់ដែលធ្វើឲ្យតម្លៃហ្នឹងឡើងថ្លៃកប់ពពកហើយគ្រប់គ្នាហ្នឹងក៏និយាយថាហេតុផលដែលមានរឿងហ្នឹងកើតឡើងគឺដោយសារតែព្រះអង្គហ្នឹងប្រឆាំងនឹងព្រះហើយឥឡូវនេះព្រះកំពុងតែខឹងខ្លាំងទាំងតែការពិតទៅការផ្គត់ផ្គង់ហ្នឹងថយចុះដោយសារតែការប្រមូលផលនៅឆ្នាំហ្នឹងគឺបានតិចតួចអញ្ចឹងហើយគឺជារឿងធម្មតាទេដែលមាននឹងការខ្វះខាតបន្តិចបន្តួចមួយរយៈប៉ុន្តែអាចដែរថាមានអ្នកណាម្នាក់ហ្នឹងកំពុងតែអុកលុកតាក់ទងទៅនឹងរឿងទាំងអស់ហ្នឹងហើយកំពុងបង្កើតពាក្យចចាមអារាមអស់ហ្នឹងដើម្បីបំផ្លាញកិត្តិយសរបស់ព្រះអង្គពេលហ្នឹងស្ដេចហ្នឹងខឹងក្រោធទៀតហើយថាមនុស្សទាំងអស់ហ្នឹងហ៊ានមែនតើហ៊ានមកធ្វើចង់ដាក់ស្ដេចខ្លួនឯងតាសេឡាហ្នឹងគឺបានចិត្តមែនតើដោយសារតែកំពុងតែឆ្កឹះឲ្យស្ដេចខឹងឥឡូវស្ដេចហ្នឹងខឹងហើយតាហ្នឹងក៏បានលើកតាក់ទងនឹងរឿងមួយទៀតថាខ្ញុំម្ចាស់ហ្នឹងចង់បញ្ជាក់ទៅលើរឿងមួយទៀតដែលខ្ញុំហ្នឹងបានលើថាឥឡូវហ្នឹងគឺមានការកើនឡើងការជួបជុំរវាងអភិជននិងអភិជនទាំងដែលធម្មតាកម្មវិធីទាំងអស់ហ្នឹងតែងតែមិនសូវជាមានទេបន្ទាប់ពីកម្មវិធីជប់លៀងប្រចាំឆ្នាំអញ្ចឹងហើយខ្ញុំជឿថាមាននរណាម្នាក់ហ្នឹងធ្វើរឿងទាំងអស់នេះឡើងនៅក្នុងគោលបំណងណាមួយមិនល្អអញ្ចឹងហើយដើម្បីស្ដារកិត្តិយសរបស់ព្រះអង្គវិញសូមព្រះអង្គអនុញ្ញាតឲ្យខ្ញុំទៅស្វែងរកប្រភពនៃពាក្យចចាមអារាមទាំងអស់នេះនិយាយថាអាតានេះពោះក្បាល8ហ្មងកាត់មកមើលគ្រួសារក្លែតនេះនៅវិញទម្រាំតែអេរិចហ្នឹងរួចការងារអស់ក៏យប់រៀងជ្រៅខ្លួនហ្នឹងក៏មកយកមីសាពីម្ដាយដូចសពមួយដងហើយឃើញថាមីសាហ្នឹងគឺគេលក់បាត់ហើយពេលហ្នឹងអ្នកស្រីអេសាក៏ថានិយាយអញ្ចឹងគ្រួសារខាងយើងនឹងមានការជួបជុំនៅអាទិត្យក្រោយអេរិចថាអាទិត្យក្រោយអ្នកស្រីក៏ថាហ្នឹងហើយដោយសារតែគាត់ហ្នឹងជៀសវាងកុំឲ្យមានបញ្ហាផ្សេងតាក់ទងទៅនឹងការស្នងតំណែងមួយហ្នឹងអ្នកស្រីអេសាហ្នឹងក៏ថាគាត់គិតថាអាហ្នឹងប្រហែលជាល្អបើសិនជាឲ្យឪពុករបស់អេរិចហ្នឹងជាមនុស្សតែម្នាក់ដែរធ្វើការកោះប្រជុំជិះជាងគាត់ហ្នឹងជាអ្នកធ្វើអេរិចក៏ថាគាត់យល់ហើយអញ្ចឹងហើយអ្នកស្រីអេសាក៏ថាគាត់ហ្នឹងគឺឈឺក្បាលមែនតែនជាមួយនឹងអាតាកាចាស់មួយហ្នឹងដើម្បីតែជួយឲ្យអេរិចហ្នឹងធ្វើយ៉ាងណាឡើងក្រងតំណែងឲ្យបានអេរិចគ្រាន់តែលឺថាអូយប្រហែលជាពិបាកណាស់ហើយអ្នកម៉ាក់អ្នកស្រីហ្នឹងក៏ថាអើយទៅមិនអីទេឯងទៅចោះអញហត់ណាស់អញត្រូវការសម្រាកអេរិចក៏ថា good night ម៉ាក់ពេលដែលនាំមីសាមកដល់បន្ទប់វិញហ្នឹងអេរិចនេះឡើងដកដង្ហើមធំស្រាប់តែមីសាអើតក៏ឆ្ងល់ថាអេរិចហេតុអីបានថ្ងៃហ្នឹងមកយឺតម៉េចហើយទឹកមុខគេឡើងរបៀបក្មេងខូចហ្មងពងរើរឿងអេរិចគាត់ថាអូថ្ងៃហ្នឹងគាត់រវល់ដោយសារតែគាត់ហ្នឹងត្រូវធ្វើការពិភាក្សាគ្នាតាក់ទងទៅនឹងប្រាក់សំណងជាមួយនឹងគ្រួសារ Crispin នៅមានចាំអត់នៅពេលដែលបងប្រាប់ថាឡាខេតជាមួយនឹងអនុប្រធានកងសេនារបស់គ្រួសារ Crispin ហ្នឹងបានមកពេលហ្នឹងមីសាក៏សួរថាអញ្ចឹងមានន័យថាពេញមួយថ្ងៃហ្នឹងគឺអេរិចនៅជាមួយនឹងឡាខេនរបៀបថាដូចប្រច័ណ្ឌណាអេរិចគាត់ថាអត់ទេថ្ងៃហ្នឹងគឺគាត់ជួបតែជាមួយនឹងធូបែនទេតែធ្វើជាអនុកងសេនាហ្នឹងឡាខេនហ្នឹងអត់បានមកទេហើយបើតាមគាត់មើលដែលគេប្រើឲ្យធូបែនហ្នឹងមកតំណាងគ្រួសារ Crispin មិនឲ្យសាច់ញាតិខាងហ្នឹងមកវិញអញ្ចឹងហើយនៅតាក់ទងទៅនឹងការយកព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យគ្រួសារ Cletney ហ្នឹងបន្ធូរបន្ថយនៅប្រាក់សំណងប្រហែលជាឡាខេនឥឡូវហ្នឹងកំពុងតែក្តោបក្តាប់អំណាចនៅគ្រួសារទាំងអស់ហើយតាមមើលទៅពាក្យចចាមអារាមដែលថានាងចង់ខ្លាចជាមេគ្រួសារហ្នឹងគឺជាការពិតមីសាហ្នឹងក៏និយាយទាំងបែរមុខចេញគេងក់ថាអូយខ្ញុំហ្នឹងសប្បាយចិត្តដែរដែលឮអញ្ចឹង
ប្រហែលជាល្អហើយបើសិនជាយើងនឹងអាចឲ្យគ្រូសា Crispin នឹងជួយយើងបានតាមរយៈ Laken អេរិនគាត់ក៏ថាប៉ុន្តែតាមគាត់មើលទឹកមុខមីសាទៅដូចអត់សប្បាយចិត្តដូចថាផងមិនមានរឿងអីកើតឡើងមែនថ្ងៃហ្នឹងមើលទៅអូនថ្ងៃហ្នឹងដូចជាគំរោះគំរើយដាក់បងខ្លាំងណាស់ហើយមីសាក៏វាដៃអេរិនចាញ់និយាយមកថាខ្ញុំអត់បានគំរោះគំរើយអីទេអេរិនក៏ចាប់ទាញមីសាថាអញ្ចឹងហេតុអីបានអូននឹងអត់មើលមុខបងពេលអូននិយាយហើយកូនស្រីខ្ញុំគេប្រឹងខ្ជិបភ្នែកខ្ជិបមាត់អត់មើលអេរិនទេហើយក៏រញអេរិនចាញ់និយាយថាខ្ញុំគេងឥឡូវហ្នឹងដាក់ខ្ញុំជាប់ភ្លាមតែអេរិនក៏ចាប់ទាញមីសាពវល់មកវិញភ្លាមឲ្យទៅណាហើយក៏ឡើងសង្គ្រោះពីលើនិយាយថាតាមបងចាំពួកយើងបានយល់ស្របជាមួយគ្នាហើយថាគ្មានអាចកំបាំងរវាងពួកយើងទៀតទេបងនឹងសប្បាយចិត្តបើសិនជាអូននឹងព្រមប្រាប់បងថាមានរឿងអីបានជាអូនធ្វើកាយវិការបែបហ្នឹងមីសាប្រឹងខ្ទប់មុខហេតុអីបានមកសួរច្រឡោយអូនអញ្ចឹងក្រែងបងឯងនឹងធ្លាប់សុំទោសអូនម្ដងហើយតាកាលពីលើកមុនអេរិនគាត់ថាតាំងពីរឿងលើកមុនហ្នឹងគាត់នឹងក៏ចាប់អារម្មណ៍ទៅលើរឿងមួយសំខាន់មែនតើនោះគឺគាត់ដឹងថាពេលដែលយើងមានភាពសង្ស័យមន្ទិលទៅលើគ្នារវាងប្តីនិងប្រពន្ធវាធ្វើឲ្យគាត់នឹងឈឺចាប់ជាងអីដែលគាត់នឹងសម័យទៅទៀតចឹងហើយចាប់ពីថ្ងៃហ្នឹងទៅបើសិនជាគាត់មានរឿងអីដែលគាត់ចង់ដឹងគាត់នឹងសួរមីសាដដែលមិនចោះចាញ់ទេហើយអេរិនក៏សួរម្ដងទៀតថាមានរឿងអីដែលធ្វើឲ្យមីសានឹងមិនសប្បាយចិត្តមីសានឹងក៏និយាយទាំងអៀនថាអូនអាចប្រាប់បងបានទេអេរិនក៏ថាអញ្ចឹងគាត់នឹងអត់មានជំរើសផ្សេងទេហើយអេរិចហ្នឹងក៏លូកដៃទៅចាក់ចកេះមីសាអេរិចហ្នឹងក៏ថាគាត់នឹងចាក់កលេសគេកយមីសាហ្នឹងរហូតតែមីសាហ្នឹងព្រមប្រាប់គាត់និយាយថាមីសាហ្នឹងគឺគេចាក់កលេសខ្សោយប្រកាច់ពេញពុកប្រាប់ឲ្យអេរិចហ្នឹងឈប់ទៅអាសើមណាហើយពេលដែលអេរិចឈប់ភ្លាមហ្នឹងក៏មើលមុខគ្នាមីសាហ្នឹងក៏ចាប់ទាញអេរិចហើយនិយាយថាអូនចង់សួរបងរឿងមួយថាហេតុអីបានជាបងហ្នឹងអត់ដែររួមមេត្រីជាមួយអូនទៀតអញ្ចឹង